វីដេអូនេះខ្ញុំបង្ហាញអំពីរបៀបរក្សាអត្ថបទទុកនៅក្នុង document បាទអញ្ចឹងអត្ថបទនេះគឺខ្ញុំបានវាយបញ្ចូលទៅក្នុងកុំព្យូទ័ររួចរាល់ហើយរៀបចំបានស្អាតបាតហើយអញ្ចឹងខ្ញុំត្រូវរក្សាទុកប្រើប្រាស់នៅថ្ងៃក្រោយទៀតបាទអញ្ចឹងដើម្បីចូលរក្សាទុកគឺយើងចូលតាមនេះបាទនេះ click លើ file tab បាទ file tab បន្តមកទៀតយើង click ទៅលើ save as បន្តមកទៀត click ទៅលើ browse បន្តទៀតកន្លែងនេះ scroll bar គឺយើងទាញរកមើលពាក្យថា document នេះ document នេះគឺស្ថិតនៅក្នុង Drive C បាទយើងអាចទុកនៅក្នុងនោះបានបន្តទៀតនៅត្រង់ file name នេះត្រង់ file name គឺក្នុងប្រឡោះនេះគឺយើងត្រូវវាយចំណងជើងនៃអត្ថបទយើងចូលបាទអញ្ចឹងអត្ថបទដែលខ្ញុំវាយបញ្ចូលមិញនេះរៀបចំមិញនេះគឺមេរៀនដកស្រង់អញ្ចឹងខ្ញុំនឹងវាយអក្សរចំណងជើងចូលដាក់ថាមេរៀនដកស្រង់បាទមេរៀនដកស្រង់អញ្ចឹងវាយចូលរួចហើយคลิกទៅលើ save button បាទអញ្ចឹងពេលដែលយើង save រួចហើយអញ្ចឹងឈ្មោះមេរៀនដែលយើងចំណងជើងដែលយើងបានដាក់នេះគឺស្ថិតនៅខាងលើនេះស្រាប់តែម្ដងនៅលើអត្ថបទរបស់យើងនេះបាទមេរៀនដកស្រង់អញ្ចឹងដើម្បីបញ្ជាក់ថាតើឯកសារយើង save ក្នុងdocument ពិតប្រាកដដែរឬអត់បាទអញ្ចឹងយើងបិទកម្មវិធីយើងរួចហើយយើងចូលទៅមើលនៅក្នុងdocument បាទ click នៅប្រឡោះឡើយនេះ file explorer នេះរួចហើយ click ទៅលើ document បាទពាក្យថា document នេះអញ្ចឹងយើងមើលឃើញថានៅលើនេះគឺមានឈ្មោះ file មួយ file word មួយឈ្មោះថាមេរៀនដកស្រង់បាទនេះគឺជា file word របស់យើងដែលយើងបានរក្សាទុកមិញបាទអញ្ចឹងយើងម៉ៅស្ដាំទៅលើ file ហ្នឹងរួចហើយ click open បាទអញ្ចឹងឯកសាររបស់យើងនឹង load មកនេះបាទនឹងចេញមកយើងអាចយកឯកសារហ្នឹងយកទៅ print ឬក៏កែតម្រូវឯកសារហ្នឹងឡើងវិញក៏បានដែរបាទ